ពីបារាជធានីភ្នំពេញបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង14រំដោះយកផ្លូវចិញ្ចើមផ្លូវសាធារណៈចំនួន108ខ្សែត្រឡប់មកវិញគណៈទ្រូងផ្លូវនិងចិញ្ចើមផ្លូវមួយចំនួនត្រូវបានរំលោភពីអាជីវកម្មលក់ដូរនិងការឈប់ចតយានយន្តដោយគ្មានសណ្ដាប់ធ្នាប់ឯកឧត្តមខុងស្រេងបានណែនាំឲ្យអភិបាលខណ្ឌទាំង14យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតលើការដោះស្រាយការកកស្ទះចរាចរណ៍ជាពិសេសការចតយានយន្តគ្មានសណ្ដាប់ធ្នាប់និងការរំលោភទ្រូងផ្លូវនិងចិញ្ចើមផ្លូវពីសំណាក់អាជីវករមួយចំនួនគណៈកំណត់ផ្លូវតូចធំចំនួន108ខ្សែត្រូវបានគេរំលោភធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងរបៀបរៀបរយបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ឯកឧត្តមខុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំបែបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025នៅក្នុងកិច្ចប្រជុំស្ដីពីការងាររៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាមួយកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង14នៅសាលារាជធានីភ្នំពេញខណៈដែលឯកឧត្តមដឹកនាំការប្រជុំឯកឧត្តមខុងស្រេងបានមានប្រសាសន៍លើកឡើងថាតាមការសង្កេតជាក់ស្ដែងក្នុងមួយសប្តាហ៍កន្លងមកនេះនៅរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងជាពិសេសនៅលើបណ្ដោយផ្លូវធំៗនិងផ្លូវចេញចូលរាជធានីភ្នំពេញតាមការសិក្សាការកកស្ទះចរាចរណ៍នេះគឺបណ្ដាលមកពីការចតយានយន្តមិនមានសណ្ដាប់ធ្នាប់និងមួយចំនួនទៀតបណ្ដាលមកពីប្រជាពលរដ្ឋមកពីប្រទេសថៃនិងមកពីបណ្ដាខេត្តផ្សេងៗទៀតសម្រុកមកភ្នំពេញដើម្បីរកការងារធ្វើឯកឧត្តមខុងស្រេងបានបន្តថាចំពោះការកកស្ទះចរាចរណ៍នេះអភិបាលខណ្ឌទាំង14ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតក្នុងការដោះស្រាយឲ្យប្រសើរឡើងជៀសវាងមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋជាពិសេសមើលទៅតាមសាលារៀនឯកជនមួយចំនួនដោយសាលាទាំងនេះក្នុងមួយថ្ងៃបានស្ទះចរាចរណ៍រហូតដល់4ដងបន្ថែមពីនេះត្រូវត្រួតពិនិត្យនិងចាត់វិធានការចំពោះការចតយានយន្តមិនមានសណ្ដាប់ធ្នាប់និងការយកទ្រូងផ្លូវពីសំណាក់អាជីវករលក់ដូរអនាធិបតេយ្យឯកឧត្តមខុងស្រេងបានមានប្រសាសន៍ណែនាំថាការចតយានយន្តមិនមានសណ្ដាប់ធ្នាប់និងការលក់ដូររំលោភលើទ្រូងផ្លូវចិញ្ចើមផ្លូវវាជារឿងដដែលដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការចាត់វិធានការដើម្បីរំដោះកំណត់ផ្លូវទាំងនោះឲ្យមានសណ្ដាប់ធ្នាប់និងកាត់បន្ថយការកកស្ទះចរាចរណ៍យើងមិនអាចទុកឲ្យអាជីវករប៉ុន្មានអ្នកធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរាប់លានអ្នកនោះទេឯកឧត្តមខុងស្រេងបានបញ្ជាក់ថានៅរាជធានីភ្នំពេញមានកំណត់ផ្លូវតូចធំចំនួន108ផ្លូវត្រូវបានគេរំលោភធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយទោះបីជាយ៉ាងណាក្តីអាជ្ញាធររាជធានីភ្នំពេញបានណែនាំនិងអនុវត្តលើការងារនេះបានល្អប្រសើរបានមួយកម្រិតហើយជាមួយគ្នានេះឯកឧត្តមអភិបាលរាជធានីភ្នំពេញណែនាំឲ្យអាជ្ញាធរខណ្ឌបន្តអនុវត្តការងារនេះឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត